សួស្តីអ្នកទាំងអស់គ្នាយើងត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូថ្មីដែលថ្ងៃនេះមកបង្ហាញអំពីការប្រាស់ comment មួយចំនួននៅលើ channel របស់យើងនេះគឺជា comment line មួយចំនួននៅលើ channel តែថ្ងៃនេះលើកតែ3ចំណុចទេគឺទី1ហ្នឹងគឺការប្រើប្រាស់VI ហើយនឹង VIM ហើយនឹង Nano អូខេកុំឲ្យខាត់ពេលយូរយើងចូលទៅម្ដងថ្ងៃនេះយើងចូលទៅVMware ក៏បានចូលពុទ្ធិបានហើយយើងក៏នៅជាមួយនឹងពុទ្ធិហើយចូលពុទ្ធិមកវាស្រួលកុំឲ្យវាបើសិនយើងវារ៉ាន់ពិបាកអូខេអញ្ចឹងបន្ទាប់បើដើម្បីប្រើ VI នឹងហើយនឹង VM VIM ហើយនឹង Nano ហ្នឹងយើងបងគឺបង្កើតfile full directory មួយដើម្បីឆែកថាយើងមាន directory ឬអត់យើងចុច ls មកអូខេវានឹងបង្ហាញថាយើងអត់មាន directory ទេអូខេបន្តមកបង្កើតមក mkdir ហើយឈ្មោះ directory របស់យើងមកដាក់ e2 ហើយ ls មកដើម្បីមើលនេះ e2 ដែលយើងបានបង្កើតអូខេបន្ទាប់ពីយើងបង្កើត directory ហើយដើម្បីយើងទៅប្រើ VI ហ្នឹងយើងគេប្រើវាមិនយើងចូលទៅបង្កើតអាហ្នឹងយើងដើម្បី input VI ហ្នឹងយើង input text ទៅលើ file របស់យើងអូខេអញ្ចឹងយើងចូល directory e2 របស់យើងដើម្បីចូលយើង cd មកអាហ្នឹងគឺ cd យើង change directory អូខេ e2 យើងនឹង load ចូលនៅក្នុង directory e2 របស់យើងអូខេតើមកយើងបង្កើត file មួយដើម្បីយើងប្រើ VI យើង touch ឈ្មោះ file របស់យើងគឺដាក់ test1 មកកុំឲ្យរញ៉េយើងដាក់ test1 ដើម្បីយកនេះ test1.txt អូខេ enter យើង ls មកដើម្បីមើលនេះ file ដែលយើងបង្កើតនៅលើ directory e2 របស់យើងហើយដើម្បីយើងប្រើ VI របស់យើងដើម្បីបញ្ចូល text VI ឈ្មោះ directory របស់យើង test1.txt អូខេយើងនឹងចូលមកហើយយើងចុច i មកដើម្បីសរសេរយើងនឹងចូលមក input មក hello ចា everyone my name is James អូខេដើម្បីយើង save ឲ្យនឹង visit យើងចុច escape សិនមកហើយនឹង shift សញ្ញាកណ្ដោ2អូខេហើយយើងចុច QW មកវានឹង save ឲ្យនឹង visit របស់យើងអូខេដើម្បីឆែកថាយើងមិនបញ្ចូលបានយើងបានបញ្ចូលបានទៅលើ file របស់យើងបានអត់យើងវាយ comment មួយគឺ cat ហើយយើងវាយ file របស់យើង test1 just.txt yes នេះគឺជាពាក្យដែលយើងបានបញ្ចូលមកហ្នឹងអូខេអាហ្នឹងហើយគឺជាពាក្យយើងប្រើ i ដើម្បីបញ្ចូលទៅលើ text ហើយជាមួយយើងចង់បញ្ចូលបន្ថែមទៀតយើងវាយមក vi ហើយឈ្មោះ text test1.txt អូខេយើងបញ្ចូលបន្ថែមយើង i មកយើង enter មួយនោះយើង enter ហើយបញ្ចូលបន្ថែមទៀត I am a student student okay escape escape មកហើយចូលអូខេយើងចុច x មកដើម្បី save ឲ្យនៅ exit yes ហើយយើងឆែកដើម្បីឆែកយើងប្រើ comment cat ដដែលមកហើយយើងដាក់ test1.txt នេះយើងនឹងឃើញនៅក្នុង file របស់យើងដែលយើងបានចូលមិញអូខេ I am a student នេះចុច2អូខេបន្ទាប់មកយើងប្រើ VM របៀបប្រើ VM ម្ដងគឺដើម្បីកុំឲ្យច្រឡំគ្នាយើងកើត file មួយទៀត
giờ nàyយើងកាត់ file មួយទៀតមក edit file attach ឈ្មោះ file របស់យើងគឺ test2 មក .txt យើង ls ដើម្បីចែកមើលនេះគឺជា file ដែលយើងបានបង្កើតអូខេយើងចូល vim ហើយយើងឈ្មោះ file របស់យើង test2.txt អូខេយើងចុច ai មកយើងចូលមក I study at RUP I study at year 4 yes អូខេបន្តមកយើងចុច escape ហើយនឹង exit ញ៉ាំវិញកណ្ដាលមកយើងចុចអាកន្លែងនេះយើង WQ ក៏បានហើយនឹង X ក៏បានដើម្បី save ហើយនឹង exit យើងចុច X មក yes ហើយដើម្បីយើងឆែកទៅលើ VM ដែលយើងបានបញ្ចូលមិញអូខេ test2 is test2.txt yes នេះវានឹងចូលមកអូខេវានឹងឃើញអាពាក្យដែលយើងបានបញ្ចូលបន្តមកយើងពីរបៀបប្រើ nano ម្ដងអញ្ចឹងយើងបង្កើត file មួយទៀតមក text file text យើងដាក់ឈ្មោះ file របស់ test3 yes .txt យើងឆែកមកនេះ file យើងមាន3មិញ vi យើងប្រើ test1 vim យើងប្រើ test2 ហើយនឹង nano យើងប្រើ test3 អូខេយើងដើម្បី enter យើងចូល nano test មកឈ្មោះ file របស់យើង test3.txt yes វានឹងមាន UI ឲ្យយើងប្រើយើងបញ្ចូលមក hello everyone យ៉ាងនេះយើងចូលអីក៏បានតែចិត្តគ្រាន់តែយើងមាន UI អូខេដើម្បី save គឺយើង control O ហើយនឹង control X មក control H yes press enter control X yes យើងឆែកគឺយើងឲ្យ comment មកយើង cat test1 test3 ឆែកដែលយើងបញ្ចូលមិញ txt នេះយើងនឹងឃើញពាក្យ hello everyone អូខេវីដេអូដែលនិយាយអំពីការប្រើប្រាស់ vim ហើយនឹង nano ក៏ដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនា